ព្រះធេរានុធេរៈគ្រប់ព្រះអង្គសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីសាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីគោរពនិងជាទីមេត្រីក្នុងកលៈទេសៈដែលកម្ពុជាបាននឹងកំពុងរងការវាយប្រហារឈ្លានពានប្រដាប់អាវុធគ្រប់ធនគ្រប់ទម្រង់ដោយយុទ្ធឧបករណ៍បច្ចេកវិទ្យាទំនើបល្មើសច្បាប់អន្តរជាតិច្បាប់សង្គ្រាមច្បាប់មនុស្សធម៌អន្តរជាតិក្បត់ការឈប់បាញ់ពីភាគីថៃនេះក្រសួងមហាផ្ទៃដឹកនាំដោយឯកឧត្តមអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រោមអគ្គមគ្គុទ្ទេសក៍ដ៏អង្អាចស្វាហាប់របស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតជានាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃសម្រាប់ដាក់ចេញនូវគោលការណ៍ណែនាំមួយចំនួនដល់រដ្ឋបាលដែនដីតាមបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាថៃដូចតទៅ1ត្រូវជំនះប្រជាពលរដ្ឋដែលរស់នៅក្នុងបណ្ដាស្រុកជាប់ព្រំដែនពិសេសតំបន់ដែលមានហានិភ័យខ្ពស់ឲ្យទៅកាន់ទីជម្រកសុវត្ថិភាពដែលត្រូវបានរៀបចំរួចជាស្រេចដោយរដ្ឋបាលខេត្តសមីឲ្យបានឆាប់បំផុតដោយត្រូវធានាឲ្យបាននៅសន្តិសុខនិងសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋខ្មែរ 2ត្រូវចាត់ចែងនិងផ្ដល់ជូនជនភៀសសិកនៅគ្រឿងឧបភោគបរិភោគថ្នាំសង្កូវទឹកស្អាតអគ្គិសនីរៀបចំជំរកឬតង់សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃនិងតម្រូវការចាំបាច់ផ្សេងទៀតឲ្យបានសមស្របជាទីបំផុត 3អាចធ្វើការអំពាវនាវដល់ដៃគូអភិវឌ្ឍអង្គការសង្គមស៊ីវិលជាតិនិងអន្តរជាតិនិងសប្បុរសជននានាឲ្យផ្ដល់ជំនួយជាស្បៀងអាហារថវិកាថ្នាំសង្កូវជំនួយនិងសេវាសង្គមចាំបាច់ជូនបងប្អូនប្រជាពលរដ្ឋភៀសសិកដែលកំពុងស្នាក់នៅបណ្ដោះអាសន្ននៅតាមទីជម្រកសុវត្ថិភាព 4ត្រូវបែងចែកកម្លាំងនិងចាត់វិធានការរដ្ឋបាលនិងសន្តិសុខដើម្បីគ្រប់គ្រងនិងថែរក្សាការពារសន្តិសុខនិងសុវត្ថិភាពនៅតាមទីជម្រកសុវត្ថិភាពព្រមទាំងការពារផ្ទះសម្បែងនិងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋភៀសសិកពីការលួចគាស់និងការបំផ្លិចបំផ្លាញពីសំណាក់ជនខិលខូចទន្ទឹមនេះត្រូវចាត់កម្លាំងប្រដាប់អាវុធនិងអាជ្ញាធរមូលដ្ឋានយាមកាមនិងល្បាត24ម៉ោងលើ24ម៉ោងដើម្បីចាត់វិធានការបង្ការទប់ស្កាត់និងបង្ក្រាបជនបង្កប់ឬជនល្មើសដែលធ្វើសកម្មភាពស៊ើបការណ៍និងផ្ដល់ព័ត៌មានសម្ងាត់ឬទីតាំងរបស់យោធាកម្ពុជាទៅឲ្យខ្មាំងសត្រូវបរទេស 5ត្រូវណែនាំដល់បងប្អូនប្រជាពលរដ្ឋខ្មែរមិនត្រូវផ្សព្វផ្សាយនៅរូបភាពឬវីដេអូដែលបង្ហាញអំពីការចល័តកម្លាំងប្រដាប់អាវុធសព្វាវុធនិងទីតាំងឬមូលដ្ឋានកងទ័ពកម្ពុជាជាដាច់ខាត 6ត្រូវរៀបចំឲ្យមានក្រុមការងារមួយទទួលបន្ទុករាយការណ៍ប្រចាំថ្ងៃជូនមកក្រសួងមហាផ្ទៃនៅរាល់ពេលព្រឹកម៉ោង 7 ពេលរសៀលម៉ោង 12 ពេលល្ងាចម៉ោង 18 ឬម៉ោង 6 អំពីសភាពការវិវត្តនៅសមរភូមិមុខស្ថានភាពជនភៀសសិកនិងសភាពការចាំបាច់ផ្សេងទៀត 7ត្រូវចាត់ឲ្យមានក្រុមការងារមួយទៀតទទួលកត់ត្រានិងចងក្រងភស្តុតាងនៅរាល់ការវាយប្រហារនិងការឈ្លានពានរបស់កងទ័ពថៃរួមមានអ្នករងរបួសនិងអ្នកស្លាប់បាត់បង់អាយុជីវិតជនស៊ីវិលឬការខូចខាតទ្រព្យសម្បត្តិផ្ទះសម្បែងវត្តអារាមប្រាសាទបុរាណសាលារៀនមន្ទីរពេទ្យហេដ្ឋារចនាសម្ព័ន្ធស៊ីវិលនិងទ្រព្យសម្បត្តិផ្សេងទៀតដោយភ្ជាប់មកជាមួយនៅរូបថតវីដេអូទីតាំងនិយាមការជាក់លាក់និងភស្តុតាងប្រសិនបើមាន 8ត្រូវហាមឃាត់ការបង្ហោះអាកាសយានគ្មានមនុស្សបើកដ្រូនរបស់ជនស៊ីវិលនិងចាត់វិធានការទប់ស្កាត់និងបង្ក្រាបការបង្ហោះឲ្យបានទាន់ពេលវេលារហូតដល់សភាពការវិលមករកភាពប្រក្រតីវិញ 9ត្រូវបង្កើនការផ្សព្វផ្សាយព័ត៌មានច្បាស់ការជូនប្រជាពលរដ្ឋចរានចោលព័ត៌មានមិនពិតជាពិសេសត្រូវមានវិធានការឲ្យបានម៉ឺងម៉ាត់ចំពោះការឃោសនាដែលមានលក្ខណៈញុះញង់បំបាក់ទឹកចិត្តកងយុទ្ធពលខេមរៈភូមិន្ទនិងកងកម្លាំងនគរបាលជាតិការពារព្រំដែនការបញ្ឆេះកំហឹងនិងការរើសអើងជាតិសាសន៍រវាងប្រជាជាតិទាំងពីរអាស្រ័យហេតុនេះសូមឯកឧត្តមលោកជំទាវអភិបាលនៃគណៈអភិបាលខេត្តជាប់ព្រំដែនកម្ពុជាថៃជ្រាបនិងចាត់ចែងអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុតសូមឯកឧត្តមលោកជំទាវទទួលនៅការរាប់អានដ៏ជ្រាលជ្រៅពីខ្ញុំថ្ងៃអង្គារ4រោចខែមិគសេឆ្នាំម្សាញ់សប្តាហ៍ស័ក
ពុទ្ធសករាជ2569រាជធានីភ្នំពេញថ្ងៃទី9ខែធ្នូឆ្នាំ2025ឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃអភិសន្តិបណ្ឌិតសសុខាខ្ញុំបកណ្ណាខ្ញុំសូមក្រាបថ្វាយបង្គំលានិងសូមគោរពលា